របៀបឆែកមើលសម្បុក A របស់ Yamaha Grizzly 350បាទដំបូងយើងបើកកែបវាសិនមកហើយយើងបើកកម្រប A របស់វាបាទយើងបើកអង្គលឹះទាំង4មកយើងដកជើងទេមីកតុយមុនបាទមីកតុយវាមកយើងដកវាមកពោះក្បាលវាវែងដល់ពេលដកខាងមុខវាអត់បានទេដូច្នេះយើងមើលឆែកមើលសម្បុក A តាវានៅស្អាតសម្បុក A នេះវាអត់សូវក្រិចទេវានៅស្អាតទេគ្រាន់តែប្រេងវាហូរចេញមកពីតាមហើយម៉ាស៊ីនរបស់វារៀងប្រឡាក់បន្តិចប៉ុន្តែអត់មានដីហុយជាប់កក្រិចខ្លាំងទេបាទដូច្នេះយើងគ្រាន់តែយកកណាត់ទៅបាទហើយយើងជូតដីដែលវាហុយចិត្តតិចចាប់នៅជាមួយប្រេងបាទឲ្យវាស្អាតទៅព្រោះតែយើងជូតទៅដើម្បីវាស្អាតកុំឲ្យវាមានយូរទៅវាអាចក្តាំងច្រើនដូច្នេះវាអាចដុំទៅវាអាចចូលទៅក្នុងម៉ាស៊ីនវាអាចធ្វើឲ្យម៉ាស៊ីនយើងវាឆាប់អស់ក្បាត់បាទស្អាតទាំងសម្បុកនេះទៅបាទសម្បុក A នេះយើងធ្វើថ្មីបាទព្រោះតែសម្បុក A ចាស់វាដាច់ផុយហើយដូច្នេះយើងទិញអីប៉ុងថ្មីមកយើងធ្វើវាថ្មីហើយយើងក៏សម្អាតវាទៅបាទសម្អាតវាស្អាតហើយយើងក៏ដាក់រុញកលឹះទាំង4វាចូលទៅឲ្យចូលកលឹះល្អបាទនេះបើអត់ចូលកលឹះវាទេវាចង្ហវាធ្វើចូលដីច្រើនដែរនៅក្នុង A ហើយវាអាចជាបទឹកចូលដល់ពេលយើងអូខេហើយអស់ហើយពួកយើងក៏បិទគម្របអស់